ជំរាបសួរលោកគ្រូអ្នកគ្រូថ្ងៃនេះខ្ញុំមកបង្ហាញពីរបៀបកែប្រែភូមិបន្ទាប់ពីលោកគ្រូអ្នកគ្រូចូលមកដល់ផ្ទាំងទីតាំងសាលារៀនហើយលោកគ្រូអ្នកគ្រូនឹងឃើញនៅផ្ទាំងលិសរបស់សាលាជាច្រើនហើយក្នុងនោះខ្ញុំមកនិយាយអំពីការកែប្រែភូមិបើសិនជាសាលារបស់លោកគ្រូអ្នកគ្រូមាននៅក្នុងលិសនេះលោកគ្រូអ្នកគ្រូអាចអូសមើលឈ្មោះសាលារបស់លោកគ្រូអ្នកគ្រូបានដើម្បីកែប្រែឈ្មោះរបស់សាលាហ្នឹងក្នុងនឹងផងដែរខ្ញុំកុំឲ្យខាតពេលយើងអូស scroll យូរលោកគ្រូអ្នកគ្រូអាចធ្វើការបំពេញឈ្មោះសាលាឬមួយក៏លេខកូដសាលាទៅដើម្បីឲ្យប្រព័ន្ធហ្នឹងលោតទៅសាលារបស់លោកគ្រូអ្នកគ្រូតែម្ដងបើសិនជាលោកគ្រូអ្នកគ្រូអត់ចង់បំពេញទេលោកគ្រូអ្នកគ្រូធ្វើការជ្រើសរើសខេត្តស្រុកឃុំឬមួយក៏ភូមិទៅលោកគ្រូអ្នកគ្រូនឹងបានឃើញឈ្មោះសាលារបស់លោកគ្រូអ្នកគ្រូហើយឧទាហរណ៍ថាក្នុងនេះខ្ញុំដាក់ឈ្មោះសាលាចុះខ្ញុំដាក់សាលាបឋមសិក្សាទូលសុភីនឹងមាននៅខេត្តកណ្ដាលហើយនិងខេត្តត្បូងឃ្មុំហើយឧទាហរណ៍ថាក្នុងសាលាទូលសុភីនឹងខ្ញុំចង់កែប្រែឈ្មោះរបស់ភូមិនឹងព្រោះភូមិដែលខ្ញុំបានដាក់នឹងខុសអញ្ចឹងខ្ញុំធ្វើការចុចលើប៊ូតុងកែប្រែបន្ទាប់មកលោកគ្រូអ្នកគ្រូអាចធ្វើការអូសមើលភូមិរបស់លោកគ្រូអ្នកគ្រូដែលត្រូវនឹងសាលាហ្នឹងបន្ទាប់មកចុចយកសាលាឧទាហរណ៍ថាខ្ញុំដាក់ស្ដៅកន្លែងចុះហើយបន្ទាប់ពីចុចលើឈ្មោះភូមិនឹងហើយលោកគ្រូអ្នកគ្រូធ្វើការចុចរក្សាទុកបើសិនជាអត់ទេលោកគ្រូអ្នកគ្រូធ្វើការចុចបោះបង់អញ្ចឹងខ្ញុំធ្វើការរក្សាទុកចឹងឥឡូវនេះភូមិរបស់ខ្ញុំបានធ្វើការកែប្រែហើយបន្ទាប់ពីលោកគ្រូអ្នកគ្រូធ្វើការរក្សាទុកឬមួយក៏កែប្រែហើយប្រព័ន្ធនឹងបង្កើតកំណត់ត្រាតាមដានភូមិដោយស្វ័យប្រវត្តិហើយទំព័រនឹង refresh ទិន្នន័យរបស់សាលារបស់លោកគ្រូអ្នកគ្រូផងដែរហើយបន្ទាប់ពីលោកគ្រូអ្នកគ្រូធ្វើការចុចកែប្រែឬមួយក៏រក្សាទុកហើយអស់លោកគ្រូអ្នកគ្រូអាចធ្វើការចុចសម្អាតតម្រងដើម្បីទៅទំព័រដើមវីដេអូរបស់ខ្ញុំបានមកដល់ទីបញ្ចប់សូមអរគុណនិងជម្រាបលា